បងប្អូនប្រើម៉ាស៊ីនលាងនៅតាមផ្ទះបើប្រើម៉ូដែលយួរតូចវាទឹកចាញ់រៀងធម្មចិត្តហើយមិនសូវខ្លាំងយើងលាងអីអាចប្រើម៉ូដែលការសាក់របស់យើងនេះដែលម៉ូដែលនេះមានកម្លាំងរបស់វា2500វ៉ាត់ផលិតសម្ពាធបាន180បារក្នុងនោះដែរគឺម៉ាស៊ីននេះវាស៊ីទឹក9លីត្រក្នុងម៉ោងទីណាបងប្អូនវាមានកម្លាំងធំជាងប្រភេទធម្មតាហើយអត់ងាយឆេះអានេះដោយសារល្ប៊ុំវាស្ពាន់សុទ្ធហើយនឹងប្រភេទក្បាលរបស់វាក្បាលល្អអញ្ចឹងយើងអាចលាងម៉ូតូបាន2 3គ្រឿងឡានជិះកូសាលក្ខណៈខ្នាតតូចរហូតដល់ខ្នាតធំដូច off road អីហើយដោយសារតែបងប្អូនយើងនៅតាមបណ្ដាខេត្តណាគាត់ប្រើម៉ាស៊ីនតូចប្រភេទយួរដៃហ្នឹងវាឆាប់ក្តៅឆាប់ឆេះអញ្ចឹងក្នុងហ្នឹងខ្ញុំចែកម្លែកតិចនិចខ្លះដែលយើងបង្ការឬមើលការពីហានិភ័យបែបនោះអញ្ចឹងបងប្អូនយើងភាគច្រើននៅតាមបណ្ដាខេត្តគឺកើតឡើងញឹកញាប់ជាងគេតង់ចុងវ៉ុលរបស់ភ្លើងណា voltage វាធ្លាក់ចុះអញ្ចឹងហើយនៅពេលដែលវាធ្លាក់ចុះធ្វើឲ្យម៉ាស៊ីនហ្នឹងវាដើរស្មើអញ្ចឹងមកបងប្អូននៅតែបន្តប្រើទៀតហើយម៉ាស៊ីនរបស់យើងហ្នឹងវាក្តៅរហូតដល់ឆេះបើយើងមិនបញ្ញាឈប់វាទេ